ទៅរៀននៅពឹងអីដែលគឺពេលខ្លាចខកចិត្តចឹង ការតែមុខខ្លួនឯងទៅមិនទៅលើរៀបចំខ្លួនឯងទៅណា អត់ទេមានគេ មានតែថា make up រៀបចំឲ្យដែរអូ ត្រង់តែ ហើយចង់ដឹងពីដោយសារតែមុនហ្នឹងខាងមេស្រីអំស្ពុនក៏បានលើកឡើងថាដោយសារតែអូនដោយសារខ្លោចចូលពេកទៅណាតែថាចង់ទៅរកពេទ្យរួចហ្នឹងរកមុនគេទៅមិនទេ សម្រាប់ខ្ញុំគិតថាមិនបាច់ទៅបងខ្ញុំទៅអស់លុយទេ មុនហេតុអី គូរសាហ្នឹងវាមិនមែនជាសតិអារម្មណ៍ផង មកចូលពេទ្យណា ចាអាហ្នឹងអាចយើងម្យ៉ាងថាអាហ្នឹងជាប្រភេទផ្លូវងឹតអញ្ចឹងបើអ្នកជឿបើអ្នកមិនជឿអត់អញ្ចឹងយើងអាចខំណាគេអ្នកជឿបានទេ តែតាំងពីតូចមកអាសាមានហេតុភេទទាំងអស់ហ្នឹងកើតឡើងលើរូបយើងតែម្ដង ខ្ញុំទៅចាប់ពីខ្ញុំរៀនថ្នាក់ទី7ខ្ញុំឃើញខ្មោចរហូត មើលឃើញហ្មងណា មើលឃើញហ្មងហើយខ្មោចលងផងអីផងនៅទូយើងដំបូងយើងអត់ទាន់ធ្វើមួយខ្មោចយើងចង់ងាប់ហ្នឹងបងរត់តាមជួ តែ ន ឡើយ ចោល ទៅមកវិញមិន ឥឡូវធម្មតា អត់អាចនិយាយផ្លូវឆ្លង ហ្នឹងហើយពេលឃើញញយពេកខ្ញុំខឹងហ្មង សុំកាត់តិចកន្លែងហ្នឹងតាមពិតបើមហាជនមួយចំនួនគាត់ថាសំណាងហ្នឹងសំដែងជួយចិត្តសំដែងជួយខ្មោចចូលមកអីតែបើធៀបពិតពេលខ្ញុំចូលធ្វើការជាមួយបាទរយៈពេល2ខែ3ខែនេះគឺវាច្រើនគឺគាត់ចិត្តសូម្បីតែយើងជិះឡានជិះអីទៅមួយគាត់គាត់ជួនកាលគាត់ឃើញនេះឃើញនោះតែតែគ្រប់គ្នាអាចឃើញតែអីទៅតែគាត់ហ្នឹងគឺឃើញសឹងថាឲ្យពួកខ្ញុំមកក្នុងឡានឃើញអីភ័យឬក៏ខ្លាចយើងក៏ធម្មតាគេចង់មកកាន់យើងឬក៏មិនខ្មោចហ្នឹង របៀបថាបងអាហ្នឹងខ្ញុំអត់ទៅដឹងថាផ្លូវងឹតអីម៉ានេះប៉ុន្តែនៅពេលមួយខ្ញុំដេកអញ្ចឹងដេកម្នាក់អញ្ចឹងខ្មោចហ្នឹងសក់ទាដីហើយវែងហ្មងហើយខ្មោចហ្នឹងហោះចង់ចូលខ្លួនខ្ញុំមិនតែខ្ញុំមិនឲ្យចូលទេព្យាយាមចង់ចូលខ្លួនខ្ញុំអញ្ចឹងប៉ុន្តែតែបានចូលខ្ញុំទេ គេតែចុងក្រោយមានអីនិយាយទៅកាន់ទស្សនិកជនតា សម្រាប់ខ្ញុំមានតែពាក្យថាអរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងតាមដានទស្សនាជាមួយនឹងសាច់រឿងមួយនឹងចាដែលដឹកនាំដោយបងវិទ្យក៏ដូចជាមេស្រីបងនឹងចូលមេអង្គគ្នាតែបងចា អរគុណច្រើនអរគុណ